mày nhập bàn lịch khóของmình tỏ chẳng cái tha sai pua muối cái tha sai pua muối khé ត្រូវបានរុំជុំវិញរកដែលមានរាងថាសស្មើសាច់អញ្ចឹងវាជាថាសមានកម្មអែម៉ាស់អឹមហើយចុងខ្សែសេរីអូខេចុងខ្សែសេរីត្រូវបានភ្ជាប់ទៅនឹងសេរីហ្នឹងវាប្រហែលជាចាវាវល់សេរីá ហើយអាចុងមកខាងរបស់វាគឺភ្ជាប់ទៅនឹងដុំម៉ាស់អឹមហើយដុំចាប់ផ្ដើមពីនៅនឹងកាលណាគេនិយាយចាប់ផ្ដើមពីនៅនឹងគឺល្បឿនវាស្មើសូន្យនេះអញ្ចឹងណាហើយវារអិលចុះពីក្រោមប្លង់តេហ្នឹងហើយប្លង់តេហ្នឹងគឺវាមានមុំតាធៀបជាមួយនឹងទិសដេកទៅឯងហើយមេគុណកកិតគឺ1អញ្ចឹងណាអញ្ចឹងមេគុណកកិតកន្លែងនេះគឺ1អូខេកកិតស៊ីនេតិកអញ្ចឹងដោយប្រើវិធីធម្មពលដោយប្រើច្បាប់រក្សាធម្មពលបង្ហាញថាល្បឿនរបស់ដុំម៉ាស់ជាអនុគមនៃដេអញ្ចឹងកន្លែងនេះគឺអត់ប្រាប់ដេអូខេគេប្រាប់ទីតាំងដេអញ្ចឹងមានថាឧបមាថាថ្ងៃអនាគតទៅនៅខណៈតេណាមួយគឺវាមកដល់នេះអញ្ចឹងដេគឺប្រវែងគឺប្រវែងប៉ុណ្ណឹងអញ្ចឹងពីផ្ចិតម៉ាស់ទៅផ្ចិតម៉ាស់ដែលគាត់មកគូសវាមិនសូវស្អាតអញ្ចឹងវេគឺគេឲ្យដល់អនុគមនឹងហើយខគឺយើងត្រូវកណនីតម្លៃនេះសន្ទុះអញ្ចឹងណាអូខេអញ្ចឹងត្រូវប្រើច្បាប់រក្សាធម្មពលទៅយើងធ្វើចេញហើយអញ្ចឹងក៏ប៉ុន្តែសំដៅសួរថាតើយើងអាចប្រើច្បាប់រក្សាធម្មពលបានអត់ករណីនេះគឺយើងអាចប្រើបានទេដោយសារតែវាមានកិត្តអញ្ចឹងបងសុំនិយាយតាក់ទងvớiកិត្តតិចគឺយើងនឹងប្រើរូបមន្ត delta E ស្មើនឹងអូមេហ្គាអញ្ចឹងមានថាថាមពលដែលយើងបាត់បង់ណាថាមពលដែលបាត់បង់គឺវាស្មើនឹងកំណទប់ដោយករណីនេះកម្លាំងទប់របស់យើងគឺជាកម្លាំងកកិតអញ្ចឹងយើងឃើញថាបើសិនជាយើងរមៀលឬក៏ធ្វើអង្គធាតុមួយផ្លាស់ទីចុះពីលើប្លង់តេយើងឃើញថាវាមិនវាយឺតជាងមុនតែដោយសារកកិតទប់វាអញ្ចឹងដោយសារតែឥទ្ធិពលនៃកម្លាំងកកិតហ្នឹងឯងដែលជាកម្លាំងទប់ហ្នឹងកម្លាំងវាបង្កើតនៅកំណទៅអញ្ចឹងកាលណាវាF វាមកខាងនេះហើយបំលាស់ទី D គឺវាទៅខាងស្ដាំអញ្ចឹងយើងឃើញថាកំណទប់របស់យើងកំណហ្នឹងគឺវាស្មើដកនៅមែននេះកម្លាំងកកិតបង្តាំងវាដោយ FK ចុះអូខេ scalar ជាមួយនឹង D បំលាស់ទីអញ្ចឹងកាលណាវាបង្កើតបានមុំ180ដឺក្រេទេជាងបាន FK D កុស180កុស180ដក1ឲ្យបងដាក់នៅមុខណាអានេះគេកុស180អញ្ចឹង FK របស់យើងគឺវាស្មើ1K គុណនៃ n ទេ1K គុណនៃ n n ហ្នឹងគឺជាកម្លាំង normal n គឺជាកម្លាំងប្រតិកម្មកែងហើយកម្លាំងប្រតិកម្មកែងគឺវាស្មើនឹងអីគេករណីនេះពិនិត្យមើលគឺឃើញថា mj គឺវាចោះឆអញ្ចេះទេអញ្ចឹងណាអញ្ចឹងយើងត្រូវបែក mj ជាពីរកម្ពូលសងអញ្ចឹងណាកម្ពូលសងទី1កម្ពូលសងតាមអក្សរអានេះកម្ពូលសងតាមអដេកអញ្ចឹងណាអូខេអញ្ចឹងកាលណាយើងបែកអញ្ចឹងយើងត្រូវពិនិត្យមើលវិធីមួយគឺយើងអាចបំលាយបន្លាយបន្ទាត់ហ្នឹងចោះមកត្រង់ចេះមកយើងឃើញថាម៉េចយើងឃើញថាពិនិត្យមើលថៃកោណមើលសុបួរឃើញទេមុំនេះជាមួយមុំនេះគឺវាដូចគ្នាឃើញទេអានេះជាថៃកោណកែងអានេះជាថៃកោណកែងអញ្ចឹងនិយាយទៅថៃកោណហ្នឹងជាថៃកោណដូចគ្នាមកនិយាយទៅលក្ខខណ្ឌម៉ូចូលម៉ូតែលក្ខខណ្ឌម៉ូចូលម៉ូអញ្ចឹងឯងខ្ញុំភ្លេចបាត់ហើយតាំងទី8ទីឃើញថាមុំនេះគឺមុំតែហើយអញ្ចឹងណាអូខេកុំអានដឹងអាហ្នឹងអូខេបងគូសដេយើងឡើងវិញកុំឲ្យបាត់ដេគឺសំខាន់អញ្ចឹងអានេះគឺឲ្យគេជាប់ទៅជាប់កណាជាប់ MJ កុសតែហើយអានេះ MJ ស៊ីនតែជ្រុងឆោមអញ្ចឹងយើងឃើញថា N របស់យើងបើនិយាយទៅអាហ្នឹងណាឡើយខ្ញុំថាអាហ្នឹងគឺជា
អា y ចុះអូខេអានេះគឺជាអា x ចឹងបើសិនជាយើងមើលតាមអា y គេអង្គធាតុវាអត់មានសន្ទុះទេវាអត់មានចលនាទេត្រូវទេអង្គធាតុហ្នឹងវាល្អតាមអា x គេវាអត់មានទៅតាមអា y ទេចឹងបើសិនជាយើងនិយាយទៅគឺតាមច្បាប់ទី1 Newton n បូក mc cos theta ស្មើ0តាមថាសរសេរបែបនេះគឺអត់ត្រូវក៏ប៉ុន្តែមិនបាច់ទៅគិតខ្វល់រឿងសេត្រូវមិនត្រូវអីទេណាយើងឥឡូវយើងកែលំហាត់បែបព្រៀងអញ្ចឹងណាអាហ្នឹងគឺជាវិធីដែលយើងងាយវិភាគរវល់ចាំសរសេរត្រូវសរសេរខុសហ្នឹងទៅទៀតធ្វើលំហាត់ហ្នឹងខុសបណ្ដោយអញ្ចឹងណាអូខេភាគច្រើនគឺគេតាំងសរសេរតានេះថា MJY ហើយ MJX អញ្ចឹងណាហើយបានជាងសរសេរថាជា model របស់វាគឺស្មើប៉ុណ្្នឹងអីក៏ប៉ុន្តែអឺបងថាដូចជាវាមិនមែនទៅខុសទាស់អីដល់ថ្នាក់នេះទេដល់ថ្នាក់មានទោសអីទេវាដល់ថ្នាក់ហ្នឹងឯណាអញ្ចឹងយើងចង់សេមិនខ្មិចទៅតែគាត់ថាពេលប្រឡងសរសេរស្រួលបួរទៅអញ្ចឹងណាព្រោះយើងសេរៀនអត់អីទេយើងចំនួន n ស្មើប៉ុណ្ណឹងចូលទៅហើយបន្ទាប់មកយើងចំនួន fk យើងចូលទៅក្នុងមកយើងបានកំណត់ទប់ហ្នឹងហើយ data គឺជាធម្មពលដែលបាត់បង់នឹងថាមពលដែលបាត់បង់វាអាចមានថាមពលក្នុងថាមពលស៊ីនទិកឬក៏ថាមពល potential អញ្ចឹងណាអញ្ចឹងយើងត្រូវវិភាគមើលបាតុភូតនឹងមែនទែនថាថាមពលដែលបាត់បង់គឺអីគេជាងដឹងហើយWF ហ្នឹងគឺជាធម្មពលដែរគឺជាកំណតុបជាងអាចចំនួនចូលបានណាអ្វីដែលយើងរកឃើញហ្នឹងគឺចំនួនចូលបានជាងយើងត្រូវវិភាគទី2គឺយើងត្រូវវិភាគ data អញ្ចឹងណានេះវិធីដែលគាត់ទៅសេហ្នឹងឃើញទៅសេត្រូវឯនេះនេះគេទៅសេអញ្ចឹងណាក៏ប៉ុន្តែឥឡូវបងគូព្រាងអញ្ចឹងសរសេរអញ្ចឹងគឺវាអត់ត្រូវទេអញ្ចឹងណាក៏ប៉ុន្តែអឺបាច់ទៅខ្វល់អីច្រើនទេអស់ហ្នឹងសំខាន់គឺយើងត្រូវវិភាគមើលពី data សិនណាហើយកាលណាយើងវិភាគទៅចេញយើងស្រែកទៅចេញហើយអូខេយើងស្រែកទៅចេញហើយតោះអញ្ចឹងមើលអូមេW អូខេមើល W data អញ្ចឹង data របស់យើងគឺបំរែបំរួលថាមពលណាបំរែបំរួលថាមពលអញ្ចឹងដំបូងឧបមាថាវាមកដល់កន្លែងនេះអូខេវាមកដល់កន្លែងនេះអូច្រឡំគូសឆ្ងាយពេកចឹងឃើញថាប្រវែងហ្នឹងពីហ្នឹងគឺ D ទៅពីផ្ចិតម៉ាស់ទៅផ្ចិតម៉ាស់ហើយមុំហ្នឹងឯងគឺមុំតាទៅចឹងសួរថាយើងអាចរកប្រវែងអក្សរនេះបានទេប្រវែងអក្សរហ្នឹងគឺអីគេ D sin តា S កុសទៅ S កុសអាហ្នឹងឯងគឺជាហាស់ចឹងណាអូខេចឹងបំរែបំរួលថាមពលប៉ូតង់សែលគឺមិនបើសិនជាយើងនិយាយស្រួលបំរែបំរួលថាមពលប៉ូតង់សែលដុំម៉ាស់ហ្នឹងវាមានម៉ាស់ m ទៅឯងចឹងបំរែបំរួលប៉ូតថាមពលប៉ូតង់សែលគឺដក mj d កុសតាអូខេដោយសារតែវាផ្លាស់ទីចុះក្រោមចឹងឃើញថាថាមពលប៉ូតង់សែលគឺថយចុះអូខេថយចុះជាហេតុដែលមានសញ្ញាដកមកហ្នឹងណាអូខេចឹងមើលបំរែបំរួលទី2គឺបំរែបំរួលថាមពល kinetic ចឹងថាមពល kinetic យើងមានថាមពល kinetic 2ដោយសារយើងមានម៉ាស់2នៅក្នុងមេរៀនភាគច្រើនគឺគេសន្មតថានេះមានម៉ាស់អាចចោលបានក៏ប៉ុន្តែឥឡូវយើងមានម៉ាស់ដែលអាចគិតបានទេមិនមែនអាចចោលបានទៀតណាចឹងយើងត្រូវគិតទាំងអានេះផងគិតទាំងអានេះផងអូខេចឹងម៉ាស់ m ធំនេះយើងឃើញថាដំបូងគឺវាមានល្បឿនអត់ទេដូចជាស្មើ0ទេ VE អឺនៅកន្លែងណាទេអូនេះ highlight ណានៅមើលអត់ឃើញទេចឹងដុំចាប់ផ្ដើមពីនៅហ្នឹងទេចឹង VE ស្មើ0ណាចឹងមកដល់កន្លែងនេះគឺ VF ចឹងបំរែបំរួលថាមពល kinetic គឺយើងដឹងហើយបងពង្រៀនមិញគឺថាមពល kinetic គឺយើងមានរំកិលរង្វិលតែរំកិលរង្វិលចឹងយើងគិតអារំកិលសិនចឹងណាអារំកិលគឺដំបូងវា0អូខេអាបន្ទាប់គឺវាមាន
ល្បឿន VF អញ្ចឹងណាអញ្ចឹងវាមានថាមពល mvf ក្រេអញ្ចឹងជាហេតុដែលវាមាននៅគេហៅថាអីគេបូក1លើ2 mvf ក្រេអឺថាមពលស៊ីនតិចគឺការឡើងករណីហ្នឹងណាល្បឿនវាការឡើងអូខេអញ្ចឹងដំបូងគឺយើងយើងនិយាយពីអារង្វិលមិនទេបើសិនជាយើងនិយាយពីអារង្វិលណាគឺអឺបងសេហៅកន្លែងសេទៅរង្វិលគឺដំបូងវានៅនឹងវាអត់មានវល់អីទេអូមេហ្គា e ស្មើ0ទេអញ្ចឹងអាស្រេចរបស់វាគឺ1លើ2 e គុណនឹងអូមេហ្គា f ក្រេដក0ចាហ្នឹង delta k រង្វិលអូខេអញ្ចឹងបូក1លើ2 e អូមេហ្គា f អញ្ចឹងណាហើយតំណាក់តំណងរវាងអូមេហ្គា f ជាមួយនឹង VF គឺយើងដឹងហើយបើសិនជាយើងមើលតាមរកហ្នឹងគឺយើងឃើញថាម៉េចរករកឲ្យគេហៅរកអញ្ចឹងហ្នឹងហើយរក air ឃើញទេអញ្ចឹងយើងអាចស្ថា VF ស្មើ air គុណនឹង omega f បានហើយតំណាក់តំណងមួយទៀតគឺគេប្រាប់ថា E គឺជាអីគេគឺជាថាសស្មើសាច់អញ្ចឹង E ស្មើ1លើ2ម៉ាសរបស់វាគឺ m ចម្ងាយគឺ air ក្រេឃើញទេអញ្ចឹងអាចជំនួសចូលមកនេះមើលគាត់មានទៅសេអីអូខេគាត់ទៅសេអារង្វិលអញ្ចឹងហ្នឹងហើយគាត់ជំនួសចូលឥឡូវជំនួសចូលឥឡូវធ្វើតាមបងហ្មងធ្វើនៅលើហ្នឹងហ្មងណាធ្វើលើ note គាត់ហ្មង D cos theta 1លើ2 mvf ក្រេបូក1លើ2 1លើ2 m air ក្រេអូមេហ្គាស្មើ vf លើ air ទេ vf លើ air ក្រេអញ្ចឹងអានេះយើងបានដក mjd cos theta អញ្ចឹងបូក1លើ2 mvf ក្រេបូក1លើ4យើងគិតថា air ក្រេសម្រួលចោល mvf ក្រេអញ្ចេះអញ្ចឹងបើសិនជាសួរស្ដាប់ mjd cos theta បូក1លើ2 m បូកឲ្យ m លើ2 vf ក្រេយើងអាចខ្ចីចឹងបានអូនឯងជឿពលាតចូលវិញដូចតែគ្នាដែរណោះហើយអាហ្នឹងឯងគឺជា data ណាហើយយើងរក WF ឃើញហើយយើងអាចជំនួសចូលបានណាអូខេអញ្ចឹងគាត់គ្រាន់តែជំនួសចូលហ្នឹង FK នេះ FKD នេះគឺយើងបានប៉ុណ្នេះហើយអានេះគឺជាអ្វីដែលបងទាញមុនហ្នឹងឬក៏នេះហ្នឹងហើយធ្វើចោះធ្វើឡើងមកគឺយើងចេញចាស់ហើយអញ្ចឹងណាអញ្ចឹងបងអត់ចង់ចំណាយពេលលើកណិតវិទ្យាច្រើនទេក៏ប៉ុន្តែយើងនឹងនិយាយពីសន្ទុះអញ្ចឹងគេឲ្យថារកតម្លៃនៃសន្ទុះនៃដុំជាអនុគមនៃអ៊ុយ m mj delta delta អញ្ចឹងណាហើយយើងត្រូវពិនិត្យមើលថាអឺវាអត់ត្រូវតែតាក់ទងជាមួយ data ទេដោយសារអីយើងមិនស្រួលមែនតើបើថាគេអត់ប្រាប់ថាបើគេអត់និយាយចេះនេះ VF ដក VE ទេហើយ VE អីគេស្មើ0ទេហើយ VF គឺយើងរកមកឃើញប្រព័ន្ធនេះអញ្ចឹងគាត់ណាយកប្រព័ន្ធហ្នឹងចែកមួយលើ data ទេមកហើយក៏ប៉ុន្តែគេអត់មាននិយាយអីតាក់ទងvới data ទេអញ្ចឹងយើងត្រូវប្រើទំនាក់ទំនងគ្មានពេលទេប្រើទំនាក់ទំនងគ្មានពេលអូបើតាធ្វើតាមគាត់នេះក៏បានដែរអញ្ចឹងយើងមានវិធីច្រើនអញ្ចឹងចង់ប្រើទ្រឹស្ដីបត់កំណត់ថាមពលមកប្រើក៏បានដែរក៏ប៉ុន្តែត្រូវគិតនៅនេះហងត្រូវគិតអានេះហងនេះយើងហៅសន្ទុះឃើញដូចគ្នាដោយសារអីទិសតែបត់កំណត់ថាមពលក៏វាជាប់តាក់ទងជាមួយនឹងសន្ទុះដែរអញ្ចឹងណាអូខេតោះបើសិនជាយើងប្រើទំនាក់ទំនងគ្មានពេលក៏វាងាយដូចគ្នាអញ្ចឹងណាចាំមើលសាកទំនាក់ទំនងគ្មានពេលមក v ក្រេដកស្មើ 2a គុណនឹង d ទេ
ចឹង A ស្មើ V ក្រេលើ 2D ចឹងណាចម្ងាយវា D 1លើ 2D 4 mcd sin theta ដក1 cos theta ចឹងយើងលើកជាការ៉េវាដាច់ឯងចឹងណា m បូក 2m ធំចឹង DD សម្រួលចោលបានហើយ2នេះអស់ហើយ2ចឹងណាអស់ចាំមើលហ្នឹងហើយដូចគ្នាដែរតោះត stress អីណោះហ្នឹងហើយដូចគ្នាដែរចម្លើយដូចគ្នាដែរតោះក៏ប៉ុន្តែបងនៅបញ្យលរបស់គេបន្តិចណាកុំអីថាមើលអត់យល់ជាងឃើញថាអង្គធាតុវារងនៅកម្លាំង4តោះកម្លាំងទី1គឺទម្ងន់ទី2គឺកកិតទី3គឺប្រតិកម្មកែងទី4គឺដំណឹងខ្សែអញ្ចឹងណាដំណឹងខ្សែជាងឃើញថាអង្គធាតុផ្លាស់ទីទៅតាមទិសដៅនេះហើយគឺគាត់ប្រើនិយាយទៅគឺគាត់ប្រើច្បាប់ទី2ញូតនដើម្បីហៅនិយាយទៅខកបាក់ដែរតាមនេះក៏ប៉ុន្តែវាមិនមែនថា impossible ដែលមិនអាចធ្វើបាននេះជប់គុំចាស់តោះអញ្ចឹងដំបូងគឺយើងប្រើច្បាប់ទី2ញូតនចំពោះចលនារង្វិលហើយកាលណាគេសិក្សាគឺគេសិក្សាមួយនេះអញ្ចឹងណាអញ្ចឹងកាលណាខ្សែណាកាលណាខ្សែកម្លាំងដំណឹងខ្សែអញ្ចេះអាដំណឹងខ្សែដែលទាញរកហ្នឹងកាលណាវាធ្លាក់ចុះក្រោមអាខ្សែហ្នឹងវាធ្លាក់មកដែរអញ្ចឹងដំណឹងខ្សែគឺចុះក្រោមតាមនឹងដែរទេអញ្ចឹងហើយដោយសារតែខ្សែដំណឹងខ្សែហ្នឹងណាវាកែងជាមួយនឹងដៃខ្នោះ air អញ្ចឹងវាមានតូដែលតូស្មើ air គុណឲ្យតេស៊ីន90តែយើងមិនគិតអីទេហើយ e គុណឲ្យ alpha ដោយសារតែវាជាថាសវាស្មើ1លើ2 mr ក្រេទេ alpha ជាសន្ទុះមុំណាអូខេកន្លែងនេះយើងអាចបំបែកទៅជាចេះបាននេះតែកាលណាយើងបំបែកចេះយើងអាចទៅសេទៅជា1លើ2 mrបានអូខេហើយបន្តមកយើងអាចទាញតេស្មើអូយើងអាចសម្រួល air ចោលបានជាង1លើ2 mr ឃើញនេះគឺជាអ្វីដែលគាត់ស្រែកបានហើយបន្តមកបងបាច់មើលក៏បានដែរនេះយើងស្រែកពីលើមកហើយយើងសារ FK នេះដំបូងនេះយើងដឹង N នេះបានណាត្រូវទេហើយបន្តមកយើងស្គាល់ FK ត្រូវទេអញ្ចឹងយើងអាចសិក្សាតាមអាដេកមកអញ្ចឹងអាដេកយើងមើលដុំម៉ាស់ធំធំនេះយើងមានអីខ្លះណាយើងមានអីខ្លះអញ្ចឹងយើងមានតេទៅក្រោយត្រូវទេយើងមានតេទៅក្រោយកម្លាំងតេយើងមាន F កម្លាំងកាត់មួយទៀតអញ្ចឹងណាបូក F កាដូចជាស្មើ M ធំ A ត្រូវទេស្មើ M ធំ A អញ្ចឹងដោយសារតែវាផ្លាស់ទីទៅខាងឆ្វេងទេទៅខាងឆ្វេងអញ្ចឹងគឺអូផ្លេចបងផ្លេចណាកាលណាដែលយើងមិញយើងបែក composite យើងមានអាទៅខាងនេះមួយយើងមានអាទៅខាងនេះមួយអញ្ចឹង MC អានេះដូច sin ទេ sin data នេះ MC cos បូក MC cos data សេអញ្ចឹងអត់ត្រូវទេណាក៏ប៉ុន្តែនេះសេដូចគាត់នេះបានត្រូវណាតែប្រឡងសិស្សបកាយសេអញ្ចឹងណាអូនណាក៏ប៉ុន្តែបងទៅសេបែបមនុស្សខ្ជិលអូខេអញ្ចឹងចុះក្រោមសន្ទុះទិសដៅហ្នឹងអញ្ចឹងទិសដៅហ្នឹងគឺបូកអញ្ចឹង MC sin data គឺបូកខែពីហ្នឹងដកទាំងអស់ដោយសារទិសដៅវាទៅឆ្វេងអញ្ចឹងណានេះជាហេតុដែលគាត់នៅពេលដែលដោះ vector ទៅជាងដកទេដកមួយការយល់ទេហើយស្មើ MA បន្ទាប់មកយើងចំនួនតេរបស់យើងចូល FK ចំនួនពីលើមកហើយទាញចុះទាញឡើងយើងរកឃើញអញ្ចឹងហើយកន្លែងហ្នឹងគឺ technique វានៅកន្លែងហ្នឹងណាអូខេ